រឿងនិយាយអីមិនបានហ្នឹងគឺមានពលរដ្ឋខ្មែរម្នាក់ពុំមានដុតផ្ទះខ្លួនឯងចោលហើយឈប់នៅអាតំបន់ហ្នឹងទៀតរត់ចោលស្រុកតែម្ដងបើគេគម្រាមឲ្យលុបវីដេអូមួយទៀតហើយចុះបរោះណាហ្នឹងអីក៏បដូរផ្ដាច់ម្លេះលោកអើយគ្រាន់តែវីដេអូប្រហោះហ្នឹងបើគេលែងឲ្យប្រហោះហ្នឹងរហូតតទៅដុតផ្ទះខ្លួនឯងចុះបើដុតហ្នឹងបានស្អីនៅយើងជាក្រុមអុកញ៉ាដីខ្យល់ហ្នឹងមែនដែលនៅសល់ដីច្រើនដើម្បីតែយើងអាចដុតបានយើងអាចនៅសល់ដីដែលរំលោភពីប្រជាពលរដ្ឋបានហ្នឹងដើម្បីយកមកសង់ផ្ទះកន្លែងណាទៀតក៏បានឬក៏លុយគ្រាប់អង្គុយលោកសុផលបាទបរោះខ្មែរម្នាក់នេះឈ្មោះថាលោកសុផលអូស្មាច់កណនី Facebook របស់គាត់ហ្នឹងគឺគាត់បង្ហោះសារកាលពីម្សិលមិញថ្ងៃ7ខែកុម្ភៈគាត់ថាម្ដងនេះបើឲ្យលុបទៀតខ្ញុំដុតផ្ទះចោលហើយឈប់នៅអូស្មាច់ហើយតើលោកសុផលអូស្មាច់នឹងជាអ្នកណាបងប្អូនតាមពិតពេលដែលមានចំនួនជាមួយថៃយើងឃើញស្គាល់មនុស្សច្រើនមែនតើហើយខ្ញុំមែនតើទៅគឺវាអត់រំលងដែរការដែលលើកយកលោកសុផលអូស្មាច់មកនិយាយអត់មានន័យអីដើម្បីឲ្យគេចាប់លោកដាក់ទុកដាក់គុកដាក់ច្បាប់អីទេគឺលោកខ្លាយទៅជាព័ត៌មានព្រោះខ្ញុំអត់និយាយពីបុគ្គលលោកសុផលដូចខ្ញុំនិយាយពីលោកគុជលីម្សិលមិញអញ្ចឹងលោកខ្លាយទៅជាប្រភពនៃព័ត៌មានខ្ញុំអត់បានទៅរិះគន់លោកជាបុគ្គលជាអីទេប៉ុន្តែលោកមានងារជាបណ្ឌិតមានអីផងហើយដល់ពេលមានមតិមួយចំនួនមើលទៅឲ្យឆ្កងអីចឹងក៏យកនិយាយប៉ុន្តែបងប្អូនថ្ងៃនេះណាខ្ញុំសូមសច្ចាជម្រាបជូនបងប្អូនទាំងអស់គ្នានៅតាមបណ្ដាញសង្គម Facebook ចាប់ពីថ្ងៃនេះតទៅមួងណារ៉េតឈប់និយាយអីទាំងអស់ពាក់ព័ន្ធនឹងលោកគុជលីមិនមែនដោយសារតែមានសារគម្រាមឬក៏អីទេគឺខ្ញុំបានមើលសារគាត់ចុងក្រោយមួយទៀតបានខ្ញុំគិតថាមួងណារ៉េតហើយហេតុអីក៏ទៅចំណាយពេលវេលាអត់ប្រយោជន៍ជាមួយនឹងអ្នកមានគំនិតរវើរវាយបែបនេះវាខាតពេលទាំងអ្នកស្ដាប់ខាតពេលទាំងយើងធ្វើឲ្យប្រជាពលរដ្ឋអត់បានប្រយោជន៍អីដំបូងខ្ញុំគិតថាដោយសារបណ្ឌិតអីអញ្ចឹងទៅខ្ញុំគិតថាស្ដាប់មើលទៅឲ្យយកមកត្រេះរិះពិចារណាចង់បានសារមួយផងថាអាការដែលនិយាយថាយើងកំពុងខ្ចីដៃថៃដើម្បីអភិវឌ្ឍឲ្យតិចទៀតក៏សោបយកមកទាំងអស់អាវិធីសាស្ត្រពោះចឹកឬកាត់គេជាកទៀងយឺតកស៊ូកាត់កង់ឬក៏ពាត់គេឲ្យចូលមកហើយដាក់មកគ្រប់យកដូចថាសង្គប់យកទាំងអស់អីហ្នឹងគឺខ្ញុំចង់និយាយថាជាភាសាប្រជាពិធដ្ឋស្អំចិត្តគឺឲ្យតាប្រជាប្រដ្ឋសបាយទៅគិតថាខ្លួនឯងឈ្នះអីមួយគឺឈ្នះផ្លូវចិត្តប៉ុន្តែចាញ់អ្វីៗគ្រប់យ៉ាងដល់តែពេលថ្ងៃនេះឃើញសាររបស់លោកគុជលីនិយាយអំពីថាវៀតណាមគេមិនវាយយកខ្មែរអីណាមកនឹងខ្ចីដៃឆ្លងកាត់កម្ពុជាទៅវាយយកថៃគ្រប់គ្រងថៃក្នុងពេលអនាគតដ៏ខ្លីអីខ្ញុំធ្លាក់ថ្លើមក្តុកខ្ញុំថាមួងណារ៉េតអីហេតុអីក៏អ្នកលុះក្រោមការចាញ់បោករបស់មន្ត្រីប្រធានបកនយោបាយមួយនេះទៅខាត់ពេលវេលាទាំងអីចិត្តខ្ញុំសូមសច្ចាប្រាប់បងប្អូនថាម៉ោងនេះទៅរហូតដែលខ្ញុំធ្វើ show ខ្ញុំនឹងលែងនិយាយអីទាំងអស់ពីឈ្មោះលោកគុជលីដែលខ្ញុំធ្លាប់និយាយថាជាមេបកខ្មែរតែមួយនោះណាជប់ឲ្យបងប្អូនខ្ញុំរៀងហើយព្រោះមិនគួរណាដែលខ្ញុំផុងខ្លួនដែលត្រូវយករឿងអត់ប្រយោជន៍អត់បានការអីដល់ពេលឃើញមតិគាត់មកបានដឹងថាអត់បានការអញ្ចឹងច្រើនរឿងទៅហើយស្មានតែមានតែម្ដងហ្នឹងតែខ្ញុំថាម្ដងម្សិលមិញនេះគឺខ្ញុំគ្រាន់តែនិយាយដើម្បីឲ្យបងប្អូនទាំងអស់គ្នាជ្រាបថាបណ្ឌិតគេមិនមែននិយាយចឹងទេកុំរួមគ្នាធ្វើប្រជាពិធដ្ឋទាំងអស់គ្នាអាចេញធ្លាក់ទឹកហើយតែស្កអញ្ចឹងតែដល់ពេលមើលទៅគឺជាប្រពៃណីរបស់គេទំនៀមទម្លាប់របស់គេអញ្ចឹងកុំខាតពេលជាមួយពួកគាត់អីខ្ញុំសូមស្នើអញ្ចឹងគាត់មានតម្លៃមានអីតាមគាត់ដដែលខ្ញុំគ្រាន់តែគិតថាគំនិតដែលគាត់សរសេរនេះគឺមិនគួរណាទទួលបានការយកចិត្តទុកដាក់អីសោះតែជ្រុលខ្លួនទេបាទតែខ្ញុំសន្យាសច្ចាប្រាប់បងប្អូនថាជប់ហើយខ្ញុំរៀងហើយបាទតែឥឡូវនិយាយពីលោកសុផលហើយខ្ញុំក៏សុំទោសលោកសុផលអូស្មាច់ខ្ញុំគ្មាននិយាយអីតាក់ទងរឿងបុគ្គលលោកជាបុគ្គលបែបណាអីទៅណាអត់ទេលោកជាព័ត៌មានខ្ញុំនិយាយអំពីសាររបស់លោកដែលនិយាយថាម្ដងណាបើគេឲ្យលុបវីដេអូចោលទៀតខ្ញុំដុតផ្ទះចោលហើយឈប់នៅអូស្មាច់ហើយហេតុអីបានជាលោកសុផលអូស្មាច់នេះលោកមានបញ្ហាខឹងសម្បាជាមួយនឹងអ្នកដែលឲ្យលុបវីដេអូអ្នកណាឲ្យគាត់លុបវីដេអូអ្នកណាគំរាមគាត់ឲ្យលុបវីដេអូហើយចុះបើគាត់មិនលុបវីដេអូហ្នឹងវាថៃព្រោះជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងការដែលទៅថតរូបវីដេអូផ្សព្វផ្សាយពីព័ត៌មាននៅមូលដ្ឋាននៅកន្លែងជួរមុខអីអញ្ចឹងឧទាហរណ៍បើគាត់ចង់ផ្សាយពីការពិតអីមួយចំនួនមករយៈពេលចុងក្រោយនេះឃើញលោកសុផលដូចជាសស្រាក់សស្រាំនៅក្នុងការដឹកទឹកទៅឲ្យទាហានជួរមុខមកពិសាបងប្អូនខ្ញុំធ្លាប់បាននិយាយឲ្យថាមិនយូរទេគេនឹងរករឿងហើយព្រោះអីរដ្ឋាភិបាលកម្ពុជាក្រសួងការពារជាតិគឺជាមេឪរបស់ម៉ែឪរបស់ទាហានយើងមិនត្រូវការឲ្យទាហានយើងខ្វះទឹកខ្វះអីទទួលទានបរិភោគទេព្រោះអីបើខ្វះស្បៀងអាហារខ្វះទឹកហ្នឹងយើងធ្វើសឹកនឹងឈ្នះគេយ៉ាងដូចម្ដេចទៅគឺយើងរត់តែទឹកទទួលទានមិនបាននោះហើយរឿងនេះមិនមែនតែលោកសុផលលើកឡើងទេលោកមួយណាទៀតតាមបណ្ដាញសង្គម Facebook ដែលខ្ញុំផ្សាយប្រហែលខ្ញុំភ្លេចឈ្មោះអស់លោកសម្បូរឯម្ដងឯងដែលគាត់ផ្សព្វផ្សាយពីរឿងខ្វះទឹកនៅតំបន់ច្រើនណាស់ដឹកទឹកសុទ្ធដឹកអីឲ្យប្រកាសអំពាវនាវសូមឲ្យសប្បុរសជននឹងជួយផ្ដល់ជាទឹកអីហ្នឹងឃើញហូរហែឲ្យលោកសុផលនេះក៏ឃើញអំពាវនាវទឹកអីអញ្ចឹងដែរឃើញដឹកជូនអីទៅគ្រប់កន្លែងជាពិសេសនៅតំបន់អូខ្លាឃ្មុំដែលគាត់ដឹកទៅនេះ
បានជួយដល់ទាហានប៉ុន្តែវារូបភាពមួយដូចខ្ញុំជម្រាបអញ្ចឹងសមានចិត្តរបស់បងប្អូនល្អហើយប៉ុន្តែនៅក្នុងន័យជាសង្គ្រាមចិត្តសាស្ត្រជាមួយនឹងភាគីថៃគឺយើងចាញ់ចិត្តសាស្ត្រគេហើយយើងខ្វះគ្រប់រឿងប៉ុន្តែខាប់ពិតគឺយើងខ្វះអញ្ចឹងមែនគាត់ថាមិនហ៊ាននិយាយដល់តែពេលមានការផ្សព្វផ្សាយទៅក៏អាចនឹងមានការរករឿងអញ្ចឹងខ្ញុំមិនដឹងថាតើអ្វីដែលវីដេអូគាត់ថាថ្ងៃ6 កុម្ភៈលុបអស់មួយហើយថ្ងៃ7 ខែកុម្ភៈគាត់លុបអស់មួយទៀតមុននឹងគាត់ថានឹងដុតផ្ទះចោលហើយឈប់នៅអូស្មាច់ហ្នឹងគាត់ថាបើលុបវីដេអូនឹងមួយទៀតក៏ឈប់ឥឡូវវីដេអូចុងក្រោយដែលគាត់និយាយពុំមានថាដុតផ្ទះចោលនោះអត់ទាន់ឃើញគេបញ្ជាឲ្យលុបមិនដឹងថាគេបញ្ជាឲ្យគាត់លុបទៅអីបើគាត់បញ្ជាដុតផ្ទះខ្លួនឯងចោលហ្នឹងបើថាគាត់និយាយអីប្រហែលជាគេបញ្ជាឲ្យលុបទៀតក៏មិនដឹងខ្ញុំអត់ដឹងថាលោកសុផលនិយាយអីទេបងប្អូនដោយសារតែវីដេអូគាត់លុបអស់ហើយអ្នកណាលុបក៏អត់ដឹងដែរសំទោសអ្នកណាបញ្ជាឲ្យលុបក៏អត់ដឹងគាត់ថានេះគឺអត់មានអីភ្ញាក់ផ្អើលទេព្រោះការផ្សព្វផ្សាយព័ត៌មានអីរបស់បងប្អូនយើងតាមបណ្ដាញសង្គមហ្នឹងពេលខ្លះហ្នឹងក៏រងការធ្វើទុកបុកម្នេញពេលខ្លះក៏លើសអីចឹងទៅប៉ុន្តែខ្ញុំចាំច្បាស់កាលពីពេលកំពុងតែថៃទម្លាក់គ្រាប់យ៉ាងសន្ធាប់ក្នុងដែនអធិបតេយ្យកម្ពុជាលោកសុផលណាលោកយំសសេកសស័កសម្បើមណាស់អង្វរសម្ដេចពុកឲ្យបញ្ចេញសំណាញ់មេឃដើម្បីបាញ់ទម្លាក់អាយន្តហោះ F16 គេខ្លះផងមកទៅហ៊ានជួមុខខ្លោចផ្សារណាត្រូវគេបាញ់សម្លាប់យ៉ាងរង្គាលវាអត់មានអាសំណាញ់មេឃហ្នឹងគឺវាធ្វើឲ្យមិនអាចទប់គេបានលោកថាថ្មើរជើងរបស់កម្ពុជារឹងមាំប៉ុន្តែមិនអាចឈ្នះទម្លាក់គ្រាប់ពីលើអាកាសហ្នឹងទេលោកយំផងអីផងបើកឡានសសេកសស័កតាមផ្លូវហ្នឹងអង្វរឮសូរខប់កភ្លើងផ្លោងនៅពីក្រោយហ្នឹងកាលហ្នឹងវីដេអូកាលពីម្ដុំខែធ្នូណាបងប្អូនហ្នឹងឃើញលោកសុផលគាត់ផ្សព្វផ្សាយចឹងតែក្រោយមកក៏អត់មានណែឮដូចថាគាត់និយាយអីខ្ញុំមិនបានតាមដានគាត់ទេទើបតែឮថាព្រមមានដុតផ្ទះខ្លួនឯងចោលបើគេឲ្យគាត់លុបវីដេអូទៀតអីចឹងទៅបាទបងប្អូនវាពិបាកណាស់ព្រោះអីប្រព័ន្ធផ្សព្វផ្សាយរបស់យើងហ្នឹងគឺថាវាពិបាកអញ្ចឹងហើយបាទឥឡូវយើងបន្តទៅទៀតបងប្អូនទុកលោកសុផលមួយ like សិនចុះហើយសង្ឃឹមថាលោកមិនដុតផ្ទះចោលទៀតទេហើយអ្នកដែលទាឲ្យគាត់លុបវីដេអូហ្នឹងក៏នឹងមិនបង្ខំរហូតដល់លោកដុតផ្ទះចោលរត់ចោលស្រុកទៀតទេបាទ